ប្រតិបត្តិព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកសម្រាប់ថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025ក្រសួងធនធានទឹកនិងអូតូនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025នេះវេលាម៉ោង7ព្រឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់5ម៉ែត្រ68សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងបន្តិចវិញ18សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់13ម៉ែត្រ33សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងបន្តិចវិញ67សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់8ម៉ែត្រ4សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងបន្តិចវិញ22សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់6ម៉ែត្រ50សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកនៅនឹងទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់4ម៉ែត្រ66សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក4សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់6ម៉ែត្រ2សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក14សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់6ម៉ែត្រ56សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក3សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ17សង់ទីម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក3សង់ទីម៉ែត្រកម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃស្អែកទី21ខែវិច្ឆិកាឆ្នាំ2025នៅតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃស្អែកទឹកឡើងបន្តិចវិញដល់កម្ពស់5ម៉ែត្រ78សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃស្អែកទឹកឡើងបន្តិចវិញដល់កម្ពស់13ម៉ែត្រ60សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃស្អែកទឹកឡើងបន្តិចវិញដល់កម្ពស់8ម៉ែត្រ34សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃស្អែកទឹកឡើងបន្តិចវិញដល់កម្ពស់6ម៉ែត្រ58សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃស្អែកទឹកស្រកចុះនៅកម្ពស់4ម៉ែត្រ65សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃស្អែកទឹកស្រកបន្តិចវិញនៅកម្ពស់5ម៉ែត្រ99សង់ទីម៉ែត្រនិងទន្លេសាបព្រែកក្តាមថ្ងៃស្អែកទឹកស្រកបន្តិចវិញនៅកម្ពស់6ម៉ែត្រ55សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានភាពទឹកទន្លេនៅស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងនិងស្រកបន្តិចបន្តួច